គីអាយុជាង1សតវត្សក្នុងតំបន់អង្គរត្រូវបានជួសជុលឡើងវិញសម្រាប់វិស័យទេសចរណ៍និងការស្រាវជ្រាវអគីអាយុកាលជាង100ឆ្នាំនៅផ្នែកពាយ័ព្យប្រាសាទបាយ័នត្រូវបានអាជ្ញាធរជាតិអប្សរាជួសជុលឡើងវិញអគារនេះជាឃ្លាំងនៃការអភិរក្សស្ថានទី1ដែលបានកសាងឡើងតាំងពីសម័យបារាំងនាកំឡុងឆ្នាំ1924សម្រាប់បម្រើឲ្យការងារជួសជុលប្រាសាទនានានៅក្នុងតំបន់អង្គរក្រោយមកដោយមិនអាចទ្រទ្រង់ការអភិរក្សដែលមានទំហំធំបានអគារអភិរក្សស្ថានថ្មីមួយទៀតត្រូវបានសាងសង់ឡើងដែលមានទីតាំងនៅក្នុងភូមិទ្រាំងសង្កាត់ស្លក្រាមក្រុងសៀមរាបទល់មុខវត្តព្រះអិនកោសីសប្តាហ៍ថ្ងៃនេះអគាររោងអភិរក្សអង្គរទី1ត្រូវបានកែលម្អនិងដឹកដំឡើងឡើងវិញដើម្បីឲ្យសាធារណជននិងភ្ញៀវទេសចរបានសិក្សាស្វែងយល់ពីការងារអភិរក្សនៅសម័យមុនការជួសជុលឡើងវិញនេះជាផ្នែកមួយក្នុងការរៀបចំវងទស្សនាថ្មីបន្ថែមទៀតដើម្បីឲ្យទេសចរអាចទស្សនាគ្រប់ជ្រុងជ្រោយក្នុងអតីតក្រុងអង្គរដ៏ធំល្បីល្បាញក្រៅពីទីតាំងបង្ហាញសម្ភារៈឬការងារអភិរក្សនិងជួសជុលទីនេះក៏នឹងមានការរៀបចំជាសារពិព័រណ៍បង្ហាញភ្ញៀវទេសចរពីប្រាសាទនានាក្នុងតំបន់អតីតក្រុងអង្គរធំនេះផងដែរអគាររោងជាងសម័យបារាំងនេះក៏នឹងក្លាយជាទីតាំងប្រកួតនឹងទទួលរាល់សម្ភារៈដែលភ្ញៀវទេសចរបាត់ឬក៏ភ្លេច Lost and Found នៅតំបន់អង្គរផងដែរ